គ្រប់ទស្សដីអ្នកទាំងអស់គ្នាបាទថ្ងៃនេះនាំពុកម៉ែបងប្អូនមកមើលទស្សនាវីដេអូខ្ញុំនៅកន្លែងធ្វើការបាទថ្ងៃនេះខ្ញុំថតទស្សនភាពបាទតាមស្មៅដើម្បីបាទពីកណ្ដាលថ្ងៃក៏ដោយយ៉ាងទៅបាទថាវាស្អាតមែនតែនពុកម៉ែបងបាទពុកម៉ែបងប្អូនមើលវីដេអូខ្ញុំកុំភ្លេចចុចណាក៏ដឹង YouTube ខ្ញុំម្នាក់មួយផងអ្នកបាទលើកថតពុកម៉ែបងប្អូនទស្សនាវីដេអូខ្ញុំនៅកន្លែងធ្វើការអញ្ចឹងអ្នកនរគ្នាបាទแล้วก็មិននឹងដែរធ្វើការមុខងារធ្វើដាំស្មៅបាទដាំស្មៅដើម្បីអញ្ចឹងណានៅកន្លែងទឹកស្អាតអន្លែងទឹកខ្ញុំទៅនៅរែងធ្វើសួនបាទនៅចិត្តទឹកស្អាតដែរអញ្ចឹងនៅភូមិស្នោនៅភូមិស្នោខេត្តកំពង់ធំនៅស្រុកបារាយណ៍ប្រហែលផងដែរបាទแล้วก็ថតទេសភាពបាទមេឃស្រស់ស្អាតមែនតែនរឿងទៅគឺគេធ្វើគូចលៈលុយណែនគ្នាបាទដាំស្មៅលុយស្អាតមែនតែនស្រស់ស្រាយអញ្ចឹងណាប្រហែលមុនបាទនិយាយរួមទៅខ្ញុំមកសូវបានថតជីវីដេអូក្នុង YouTube ផុសអញ្ចឹងណាបាទខ្ញុំថតវីដេអូផុសក្នុង page ប្រហែលបាទព្រោះតាមវីដេអូតាម YouTube ផងតាម page ណែនគ្នាបាទប្រហែលមុនបាទទេសភាពស្អាតមែនតែនដីធ្លីធំមែនតែនអញ្ចឹងណាគ្នាបាទបងប្អូនកុំភ្លេចដូចខ្ញុំនិយាយអញ្ចឹងប្រហែលបាទដាំឈើស្អាតមែនតែនស្រស់ស្រាយខ្ញុំទៅស្មៅក៏ស្អាតដែរនោះបាទមេឃទេសភាពអញ្ចឹងណាអូយមើលទៅស្រស់ស្អាតមែនតែនអ្នកនេះបងប្អូនបាទតាមវីដេអូខ្ញុំកុំភ្លេចចុចកណ្ដាលកណ្ដឹងហើយនឹងចុច like ម្នាក់មួយផងបងបាទវីដេអូបងប្អូនទស្សនារងថ្ងៃចឹងណាបាទអ្នកនរគ្នាបាទប៉ុន្តែដូចខ្ញុំនិយាយចឹងខ្ញុំមិនសូវបានផុសក្នុង YouTube បានទេធ្វើតាមផុសវីដេអូក្នុង page អ្នកនរគ្នាបាទខ្ញុំទៅនៅលើគេធ្វើប្រាសាទព្រះវិហារអ្នកនរគ្នាបាទខ្ញុំទៅគេធ្វើមិនតរួចបានថាធ្វើផ្ទះឬអីបានគេធ្វើប្រាសាទព្រះវិហារអញ្ចឹងណាបងណាបាទឥឡូវខ្ញុំថតពុកម៉ែបងប្អូនទស្សនាប៉ុន្តែកន្លែងនេះគេកាត់ស្មៅឬឲ្យបាទស្មៅទៅទិញពីប្រទេសគេអ្នកនរគ្នាបាទខ្ញុំមិនសូវដឹងដែរម៉ែខ្ញុំអ្នកទិញអញ្ចឹងណាผมណាបាទឥឡូវថតនិយាយរួមទៅខ្ញុំមិនសូវបានថតច្រើនប្រហែលទេថតនៅចិត្តកវើនៅអញ្ចឹងបាទបានដើរថតទេលវធ្វើការទៅបានឆ្លៀតផ្លែថតអ្នកនរគ្នាបាទនៅដីធ្វើរួចឲ្យដាំស្មៅអីអញ្ចឹងណាអ្នកគ្នាបាទឥឡូវក៏អ៊ំប្រុសមកកំពុងជោគដីចុយចាក់ដីចុយបាទវាកំពុងអញ្ចឹងណាប៉ុន្តែគេធ្វើខ្នុរស្អាតអ្នកនរគ្នាចាក់គ្រូខ្មៅគ្រូអីអញ្ចឹងទៅយល់ថាមេឃមិនបាច់បើកថ្ងៃយកនេះ